trongការ download plugin ផ្សេងៗឬមួយក៏ simple pack សម្រាប់យកមកធ្វើបទភ្លេងអូខេសួស្តីអ្នកនរគ្នាអញ្ចឹងដំបូងឡើយអ្នកនរគ្នាចូលទៅក្នុងwebsite មួយដែលមានឈ្មោះថា for download អញ្ចឹងអ្នកនរគ្នាចូលទៅក្នុង website for download ហ្នឹងគឺវាមាន plugin អីជាច្រើនមែនតើសម្រាប់យើង download គ្រប់សពទាំងអស់ហ្មងអញ្ចឹងអ្នកនរគ្នាចុចទៅកន្លែង link for download website ហ្នឹងគឺយើងចូលមកដល់គឺវាមានជា plugin VST ផ្សេងឬមួយក៏ software សម្រាប់ធ្វើភ្លេងគឺ website ហ្នឹងគឺល្អមែនតើសម្រាប់បងប្អូនដែលចង់ download plugin ឬមួយក៏ effect ផ្សេងសម្រាប់ធ្វើបទចម្រៀងអញ្ចឹងនៅក្នុងនេះគឺវាមានកម្មវិធីរបស់ Windows ហើយមានសម្រាប់ Mac អញ្ចឹងវាមានដូចជា Audio Library Simple Pack អីផ្សេងឧទាហរណ៍ថាអ្នកនរគ្នាចង់ download FL Studio អញ្ចឹងគឺវាមានស្រាប់ហ្មងអញ្ចឹង version គឺវាតែងតែ update មករហូតអញ្ចឹងអ្នកនរគ្នា download ទៅគឺដឹងតែប្រើបានហើយដឹងតែ full version ហើយគឺវាមាន crack មកស្រាប់ហ្នឹងហើយអញ្ចឹងអ្នកនរគ្នាឧទាហរណ៍ថាជា FL Studio មួយអញ្ចឹង download អញ្ចឹងអ្នកនរគ្នាគ្រាន់តែ download ចុច click download ទៅវាមាន link ជាច្រើនអញ្ចឹងខ្ញុំប្រាប់អ្នកនរគ្នាជាដំបូងឡើយគឺវាមានលេខកូដនេះអញ្ចឹងយើង copy លេខកូដនឹងទុកទៅឬមួយក៏យើងនេះអ្នកនរគ្នាដឹងហើយថា website គឺគេមានលេខកូដអញ្ចឹងជំរឿនក្នុងការ download គឺវាមាន3ដែលងាយស្រួលdown គឺមាន Google Drive ហើយនិង Mediafire អញ្ចឹងពេលដែលយើង click មកគឺវានឹងមានការ loading ប្រហែល second សម្រាប់ឲ្យយើងដើម្បីឲ្យវាតម្លាក់ link ចូលមកដើម្បីយើងចុច click ទៅមុខទៀតអូខេអ្នកនរគ្នាគ្រាន់តែចុច click to process ទៅយើងរងចាំវាមួយតង់ទៀត3 second ហើយ click continue វានឹងចូលទៅ website download តែម្ដងហើយកុំភ័យថា website ដូចជា Mediafire អីហ្នឹងគឺវា download លឿនវាមិនមែនជានេះទេអញ្ចឹងយើង download ទៅហើយឧទាហរណ៍ថាយើងចង់បានអីផ្សេងទៀតដូចជា simple pack អញ្ចឹងអ្នកនរគ្រាន់តែ click លើ simple pack ទៅវាមានសិតតែ simple pack ដែល professional ដែលជាល្បីគឺក្នុងនេះគឺអត់មាន simple pack រីរងទេគឺសិតតែ simple pack ល្អហ្មងគ្រាន់តែវា style បែបមាន trap មានអីផ្សេងអញ្ចឹងយើងយកមកច្នៃខ្លួនឯងបានហើយចំពោះ software គឺយើងវាមានច្រើន plugin នេះក៏មានដែរហើយសិតតែ crack សិតតែគេហៅថា pre-activate អាហ្នឹងគឺល្អមែនតើប្រភេទ plugin pre-activate ហ្នឹងគឺតម្លើងហើយគឺវា activate ឲ្យស្រាប់អត់ទាមទារ crack បន្ថែមទៀតទេអូខេបន្ទាប់មកគឺវាមានហ្នឹងដូចអ្នកនរគ្នាមានបានឃើញហើយគឺសិតតកម្មវិធីល្អសិតតែយើងធ្វើការប្រើហើយសិតតែរបស់ដែលធ្វើការសម្រាប់អ្នកធ្វើភ្លេងចូល website ហ្នឹងគឺត្រូវអីក៏មានដែរអញ្ចឹងហើយសម្រាប់ audio library នេះគឺវាមាន library របស់ contact អីផ្សេងឬមួយក៏នេះMX Line Flick អីចឹងណាអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បានវីដេអូល្អសម្រាប់ការ download អីផ្សេងអញ្ចឹងអ្នកនរគ្នាអាចចុច subscribe like មួយទៅហើយ comment ទៅចង់ឲ្យខ្ញុំធ្វើវីដេអូពីអីអ្នកនរគ្នាអាច comment មកបានអញ្ចឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនាបាយបាយ